តាមវីដេអូដែលសង្គមស៊ីវិលមួយចំនួនដែលមិនលំអៀងណាចូលទៅមើលកន្លែងហ្នឹងខ្លួនឯងតិចខ្លួនឯងឃើញហើយសម័យឥឡូវវាងាយមិនចាំបាច់ចុះទៅខ្លួនឯងស្ដាប់តែវិទ្យុណាដែលមិនលំអៀងប៉ុស្តិ៍អាមេរិកប៉ុស្តិ៍ស៊ីសេរីប៉ុស្តិ៍បារាំងប៉ុស្តិ៍អូស្ត្រាលីប៉ុស្តិ៍ណាដែលមិននៅក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុនសែនដែលខ្លួនឯងកំពុងតែមានជំនឿលើខ្លួនឯងនឹងបានដឹងបានឃើញច្បាស់នឹងភ្នែកថាទង្វើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងវាត្រឹមត្រូវអត់ហើយដែលប្រទេសប្រជាធិបតេយ្យណាដឹកនាំប្រទេស30ឆ្នាំដោយហ៊ុនសែននេះគ្រាន់តែថាចូលរួមណាហើយខ្ញុំអត់បានវាយបហាស្អប់ខ្ពើមឬក៏មើលងាយមើលថោកបងកណ្ណាពេជ្រឯងឯងព្រោះខ្ញុំចាត់ទុកថាប្អូនព្រោះខ្ញុំអាយុ30 40ឆ្នាំហើយមើលមុខអនឯងក៏ក្មេងដែរអញ្ចឹងហើយខ្ញុំសូមត្រេកអរដែលអនឯងពាក់អាវផ្លាកសញ្ញាគណៈបព្វជិជនដែលអនឯងថ្លៃធ្នូជាងនាយករដ្ឋមន្ត្រីប្រើសម្ដីមានសុជីវធម៌ណាហើយគេជេរអនឯងប៉ុណ្ណឹងឯណាអនឯងញញឹមបាននេះហ្នឹងឯងគឺជាប្រុសពិតប្រាកដហើយសូមឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែនហើយនឹងបកពួកអ្នកបើកភ្នែកមើលក្មេងដែលគេនៅធ្វើឲ្យខ្លួនឯងធ្វើអាក្រក់ប៉ុណ្ណឹងគេនៅស្រឡាញ់គេនៅគោរពខ្លួនឯងទៀតគួរតែមានសេចក្តីអៀនខ្មាស់ផងហើយយកក្មេងជាមេរៀនក៏បានដែរកុំឲ្យប្រកាន់ខ្លួនថាខ្លួនឯងចាស់ហើយនឹងវាយរឹកវាយពៀធ្វើម៉េចដែលយើងកុំឲ្យប្រកាន់ខ្លួនឯងថាខ្លួនឯងចាស់ខ្លួនឯងមានតំណែងជានាយករដ្ឋមន្ត្រីហើយក្មេងយើងកុំស្ដាប់ណាយកគំរូកណ្ណាពេជ្រយកគំរូត្រង់ថាសិលធម៌ណាតែថាជំរើសនៃការសិទ្ធនៃការជ្រើសរើសឯងអាចយកទៅពិចារណាមួយសារទៀតបានណាវាអត់ទាន់ហួសពេលទេនៅពេលវេលាប្រហែលជាជិត30ថ្ងៃឯទៀតដែរមានពេលវេលាណាពីថ្ងៃនេះទៅដល់ថ្ងៃបោះឆ្នោតវាជា28 29ថ្ងៃពិចារណាមើលច្បាស់សិទ្ធត្រូវប្រកបដោយសតិបញ្ញាសិទ្ធត្រូវប្រកបទៅដោយការឆ្លៀសវៃណាមើលឲ្យគ្រប់ជ្រុងជ្រោយព្រោះសិទ្ធខ្លួនឯងបើសិនជាឯងជ្រើសរើសខុសអ្នកដែលក្តៅកាហាយអ្នកដែលរងទុក្ខវេទនារាប់លានអ្នកណាត្រូវយល់កន្លែងហ្នឹងហើយយើងជាខ្មែរដូចគ្នាទេបងអរគុណចំពោះពាក្យសម្ដីដែលមានសិលធម៌របស់ឯងប៉ុន្តែជំរើសរបស់ឯងអាចធ្វើការពិចារណាម្ដងទៀតបានហ្នឹងហើយសូមឲ្យឯងបើមិនជឿណាឯងសាឡបងបង្ហោះតាម Facebook ហើយឯងនិយាយរិះគន់ចំណុចខ្សោយរបស់នាយករដ្ឋមន្ត្រីឯងនឹងដឹងថាតើមានអ្នកណាខ្លះទៅពមៀនឯងទៅគំរាមឯងណាឯងថានេះប្រជាធិបតេយ្យឯងមើលឃើញថាប្រទេសខ្មែរនេះប្រជាធិបតេយ្យប៉ុន្តែដល់ពេលឯងនិយាយចំណុចខ្សោយរបស់នាយករដ្ឋមន្ត្រីសាលខ្លួនឯងនៅរស់អត់សុខទេអត់រស់អត់ស្រួលណារស់នៅដោយការភ័យខ្លាចហើយរឿងទាំងអស់នេះបើឯងសង្កេតមើលបន្តិចខ្លួនឯងនឹងបានឃើញខ្លួនឯងជាមនុស្សខ្មែរខ្លួនឯងបងក៏ខ្មែរខ្លួនឯងក៏ខ្មែរយើងអាចនិយាយស្ដាប់គ្នាបានខ្លួនឯងសង្កេតមើលឥឡូវខ្លួនឯងសាកល្បងនិយាយអំពីរិះគន់ចំណុចណាមួយឧទាហរណ៍ដូចបឹងកក់អញ្ចឹងអ្នកទាំងអស់ហ្នឹងសិតតែខ្មែរតែគាត់ទឹកខ្មែរតាហើយអភិវឌ្ឍអីបណ្ដេញគេអត់មានផ្ទះមានសម្បែងគេទោះយ៉ាងណាក៏គាត់នៅជាខ្មែរដែរយើងដោះស្រាយឲ្យគាត់ទៅដោះស្រាយតាមវិធីណាដែលត្រជាក់ទៅថ្លៃធ្នូទៅខ្មែរដូចគ្នាដែរហើយបើឯងទៅមើលកន្លែងហ្នឹងឯងឃើញថាអូវេទនាណាស់គាត់នៅបឹងកក់ហ្នឹងអញ្ចឹងបងអរគុណច្រើនណាហើយយើងមានឱកាសនិយាយគ្នាច្រើនតទៅទៀតហ្នឹងហើយសូមឲ្យឯងបានសេចក្តីសុខសេចក្តីចម្រើនហើយសូមឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងកលែងមកមើលក្មេងផងគេក៏យុប៉ុណ្ណឹងគេមានសិលធម៌ជាងយើងណាហ្នឹងហើយសូមអរគុណច្រើនសូមជម្រាបលាសូមជូនពរឲ្យសង្គម Facebook អភិវឌ្ឍទៅជាមានសិលធម៌ប៉ុន្តែសិទ្ធត្រូវប្រកបដោយបញ្ញាសូមអរគុណសូមជម្រាបលា